តើលោកប្រធានាធិបតីដូណាល់ត្រាំអាចឲ្យកម្ពុជានិងថៃចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយគ្នាបានដែរទេប្រមុខការទូតកម្ពុជាបានប្រាប់ភាគីថៃនៅមុខអាមេរិកនិងម៉ាឡេស៊ីថាកម្ពុជាមិនចង់បានរបស់គេទេតែក៏មិនឲ្យបាត់បង់របស់ខ្លួនឯងទៅគេដែរលោកឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ចំពោះមុខភាគីថៃអាមេរិកនិងម៉ាឡេស៊ីកម្ពុជាមិនចង់បានរបស់គេទេតែក៏មិនឲ្យអ្វីដែលជារបស់ខ្លួនបាត់បង់ទៅឲ្យគេនោះដែរការបញ្ជាក់ច្បាស់នេះធ្វើឡើងនៅក្នុងកិច្ចប្រជុំចតុភាគីរវាងប្រទេសកម្ពុជាថៃម៉ាឡេស៊ីនិងសហរដ្ឋអាមេរិកតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី12ខែតុលាឆ្នាំ2025នេះគឺជាជំនួបដ៏កម្រមួយរវាងរដ្ឋមន្ត្រីការបរទេសថ្មីរបស់ប្រទេសថៃជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាដែលមានការចូលរួមពីភាគីម៉ាឡេស៊ីនិងសហរដ្ឋអាមេរិកជជែកពិភាក្សាគ្នាអំពីបញ្ហាជម្លោះព្រំដែនកម្ពុជាថៃជាពិសេសបញ្ហាគោរពបទឈប់បាញ់អង្គប្រជុំនេះបានបង្ហាញពីបំណងប្រាថ្នារួមដើម្បីសន្តិភាពនិងស្ថិរភាពរវាងប្រទេសកម្ពុជានិងថៃក៏ដូចជានៅក្នុងតំបន់ទាំងមូលការនេះបានបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងមុតមមក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីដោយការមិនប្រើកម្លាំងបាយនិងគោរពតាមច្បាប់អន្តរជាតិលោកក៏បានបញ្ជាក់យ៉ាងច្បាស់ថាកម្ពុជាប្រកាន់គោលជំហរយ៉ាងខ្ជាប់ខ្ជួនក្នុងការដោះស្រាយវិវាទដោយសន្តិវិធីអនុលោមយ៉ាងពេញលេញតាមច្បាប់អន្តរជាតិយើងគ្មានបំណងចង់យកអ្វីដែលមិនមែនជារបស់យើងនោះទេប៉ុន្តែទន្ទឹមនឹងនោះយើងនឹងមិនទទួលយកការបាត់បង់នៅអ្វីដែលជាកម្មសិទ្ធិរបស់យើងដែលត្រឹមត្រូវនោះដែរអ្វីដែលយើងស្វែងរកគឺដំណោះស្រាយដោយប្រកបដោយយុត្តិធម៌មិនលំអៀងនិងផ្អែកលើច្បាប់ដែលអាចធានាបាននូវសន្តិភាពយូរអង្វែងសម្រាប់ប្រជាជនយើងប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំនឹងបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ីនៅថ្ងៃទី26ខែតុលាឆ្នាំ2025ដើម្បីធ្វើជាសាក្សីក្នុងពិធីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃនេះជាការបញ្ជាក់របស់ប្រមុខការទូតម៉ាឡេស៊ីលោកម៉ាហាម៉ាត់ហាសាន់ក្នុងសន្និសីទកាសែតនៅថ្ងៃទី14ខែតុលាឆ្នាំ2025នៅក្នុងសន្និសីទកាសែតដដែលនេះលោកម៉ាហាម៉ាត់ហាសាន់ជឿជាក់ថាម៉ាឡេស៊ីនិងសហរដ្ឋអាមេរិកនឹងជួយសម្របសម្រួលលើការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃដោយធ្វើយ៉ាងណាឲ្យភាគីជម្លោះទាំងពីរដោះមីននិងដកកាំភ្លើងធំចេញឲ្យអស់នៅតាមតំបន់ព្រំដែនក្នុងអំឡុងកិច្ចប្រជុំអាស៊ាននេះយើងសង្ឃឹមថានឹងឃើញការចុះហត្ថលេខាខាងលើសេចក្តីប្រកាសមួយដែលគេស្គាល់ថាជាកិច្ចព្រមព្រៀងកូឡាឡាំពួររវាងប្រទេសជិតខាងទាំងពីរនេះដើម្បីធានាសន្តិភាពនិងបទឈប់បាញ់រយៈពេលវែងនេះជាការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ីលោកម៉ាហាម៉ាត់ហាសាន់នៅថ្ងៃទី14ខែតុលាឆ្នាំ2025បើតាមប្រមុខការទូតម៉ាឡេស៊ីប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំក៏នឹងធ្វើដំណើរទស្សនកិច្ចទៅប្រទេសម៉ាឡេស៊ីនៅថ្ងៃទី26ខែតុលាដើម្បីធ្វើជាសាក្សីក្នុងពិធីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃផងដែរប្រមុខការទូតម៉ាឡេស៊ីជឿជាក់ថាម៉ាឡេស៊ីនិងសហរដ្ឋអាមេរិកនឹងជួយសម្របសម្រួលលើការអនុវត្តបទឈប់បាញ់រវាងថៃនិងកម្ពុជាឲ្យបានពេញលេញដោយធ្វើយ៉ាងណាឲ្យកម្ពុជានិងថៃដោះគ្រាប់មីននិងដកកាំភ្លើងចេញឲ្យអស់ពីតំបន់ព្រំដែនសូមជម្រាបជូនថាកិច្ចប្រជុំកំពូលអាស៊ានលើកទី47នឹងរៀបចំនៅថ្ងៃទី26ដល់ថ្ងៃទី28ខែតុលាឆ្នាំ2025នៅក្នុងទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីដោយឡែកនៅក្នុងពិធីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃនេះលោកដូណាល់ត្រាំធ្លាប់បានស្នើឲ្យប្រទេសម៉ាឡេស៊ីប្រធានអាស៊ានបដូរវេនផាត់តំណាងចិនចេញក្រោមហេតុផលថាចិនមិនបានរួមចំណែកអ្វីធំដុំក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃនោះទេក៏បីលើកឡើងវិញថាលោកប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានចូលខ្លួនសម្របសម្រួលឲ្យមានបទឈប់បាញ់រវាងកម្ពុជានិងថៃចាប់តាំងពីប្រទេសជិតខាងទាំងពីរមានចំនួនព្រំដែនរវាងគ្នា
រហូតដល់មានការផ្ទុះអាវុធរយៈពេល5ថ្ងៃកាលពីខែកក្កដាកន្លងទៅកម្ពុជានិងថៃសម្រេចបានបទឈប់បាញ់មួយកាលពីថ្ងៃទី28ខែកក្កដាឆ្នាំ2025ដោយមានការចូលរួមជ្រោមជ្រែងពីសហរដ្ឋអាមេរិកចិននិងម៉ាឡេស៊ីតែគេបានសង្កេតឃើញរួមថាទោះបីជាមានបទឈប់បាញ់ក៏ដោយក៏ភាពតានតឹងនៅតែបន្តមាននៅតាមបណ្ដោយព្រំដែនរវាងប្រទេសទាំងពីរកាលពីថ្ងៃទី9ខែតុលាឆ្នាំ2025កន្លងទៅលោកដូណាល់ត្រាំបានផ្ញើសារមួយច្បាប់ទៅឲ្យលោកនាយករដ្ឋមន្ត្រីថៃលោកដូណាល់ត្រាំបានសរសេរនៅក្នុងសម្បត្តិនោះថាលោកចង់ឃើញប្រទេសជិតខាងទាំងពីរថៃនិងកម្ពុជាដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីបន្ទាប់មកនៅក្នុងថ្ងៃទី12ខែតុលាឆ្នាំ2025ភាគីកម្ពុជាថៃម៉ាឡេស៊ីនិងអាមេរិកបានរៀបចំកិច្ចប្រជុំចាត់ទុកភាគីនៅទីក្រុងកូឡាឡាំពូប្រទេសម៉ាឡេស៊ីប្រមុខការទូតកម្ពុជាលោកប្រាក់សុខុនបានថ្លែងបញ្ជាក់ជាថ្មីថាអំពីជំហររបស់កម្ពុជាគ្មានបំណងចង់បានអ្វីដែលមិនមែនជារបស់កម្ពុជាហើយថាកម្ពុជាក៏មិនទទួលយកការបាត់បង់កម្មសិទ្ធិរបស់ខ្លួននោះដែរគួររំលឹកផងដែរថាកម្ពុជាក៏បានទទូចស្នើសុំដល់ទៅ3ដងឲ្យស្ថាប័នសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិឲ្យជួយអន្តរាគមន៍លើកងទ័ព18រូបដែលថៃឃុំខ្លួនលោក Volker Turk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅទីក្រុងសេណេវប្រទេសស្វីសបានផ្ញើលិខិតឆ្លើយតបជូនទៅលោករដ្ឋមន្ត្រីកៅរ៉េមីប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជាវិញនៅថ្ងៃទី10ខែតុលាឆ្នាំ2025មុននឹងទទួលបានការឆ្លើយតបពេលនេះលោកកៅរ៉េមីបានដាក់លិខិតទៅ3ច្បាប់ឬ3លើកទៅអង្គការសិទ្ធិមនុស្សដើម្បីសុំជំនួយធ្វើកិច្ចអន្តរាគមន៍ទៅថៃឲ្យដោះលែងកងទ័ពកម្ពុជា18រូបនោះក្នុងលិខិតរបស់ខ្លួនលោកឧត្តមស្នងការអង្គការសហប្រជាជាតិជំរាបប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជាយ៉ាងដូចនេះថាវាសំខាន់ខ្លាំងណាស់ចំពោះកងទ័ពដែលត្រូវបានឃុំខ្លួនក្នុងអំឡុងពេលមានចំនួនប្រដាប់អាវុធត្រូវទទួលបានការប្រព្រឹត្តយ៉ាងត្រឹមត្រូវស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិនិងច្បាប់មនុស្សធម៌អន្តរជាតិហើយខ្ញុំក៏បានអំពាវនាវដល់រាជរដ្ឋាភិបាលថៃពាក់ព័ន្ធនឹងកងទ័ពកម្ពុជាដែលកំពុងស្ថិតក្រោមការឃុំខ្លួនរបស់ប្រទេសថៃផងដែរជាមួយគ្នានេះដែរលោកក៏បានបង្ហាញឲ្យឃើញថាកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់និងកិច្ចព្រមព្រៀងផ្សេងទៀតរវាងកម្ពុជានិងថៃគឺមានសារៈសំខាន់ក្នុងការបន្ថយភាពតានតឹងនិងការទប់ស្កាត់ផលប៉ះពាល់លើប្រជាពលរដ្ឋនិងទ្រព្យសម្បត្តិប្រទេសទាំងពីរលោកបន្តថាឧត្តមស្នងការអង្គការសហប្រជាជាតិនៅតែបដិញ្ញាចិត្តក្នុងការគាំទ្ររាជរដ្ឋាភិបាលទាំងពីរក្នុងការប្រកាន់ខ្ជាប់កាតព្វកិច្ចសិទ្ធិមនុស្សប៉ុន្តែអស់រយៈពេលជាង2ខែទៅហើយដែលកងទ័ពថៃនៅតែបន្តឃុំខ្លួនកងទ័ពកម្ពុជា18រូបដោយគ្មានហេតុផលលិខិតទាំង3លើកដែលលោកកៅរ៉េមីបានផ្ញើទៅលោក Volker Turk រួមមានថ្ងៃទី1ខែសីហាថ្ងៃទី15ខែសីហានិងថ្ងៃទី2ខែតុលាក្រៅពីការពឹងពាក់ទៅអន្តរជាតិរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងពាក់ព័ន្ធនានាក៏ប្រឹងស្នើសុំដោយខ្លួនឯងផ្ទាល់ម្ដងហើយម្ដងទៀតតែភាគីថៃនៅតែបន្តប្រងើយកន្តើយយើងចាំមើលទាំងអស់គ្នាថាអាចចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយគ្នាបានដែរឬមួយក៏អត់